បងប្អូនណាខ្លះដូចខ្ញុំទៅលេងស្វាយរៀងដឹងតែអនុសាវរីយ៍ស្លកកកោកដៀងតែម្ដងចានិយាយពីថាកកោកដៀងវិញទៅពីល្បីណាខេត្តស្វាយរៀងហ្នឹងពួកខ្ញុំទៅលេងនៅផ្ទះតឡងក៏នាំគ្នាស្លកដៀងហ្នឹងតែម្ដងចាក៏បុកពូតហើយស្លចលកកោយើងគឺឆ្អិនស្រាច់ចាញ៉ាំជុំគ្នាអញ្ចឹងឯងនិយាយពីថាខ្មាប់ពេលដាក់ទឹកត្រីម្ទេសនិយាយពីចានវាសិតតែម្ទេសសិតតែនេះខ្ញុំដាក់មួយមាត់បឹបចាវាក៏ដាក់ដែរចានិយាយពីថាឃើញស្រក់ទឹកមាត់តែម្ដងបងប្អូនលេបេកោចំដោស្វាយរៀងនាងខ្ញុំសូមផ្ញើសរសៀងតាមបទចម្រៀងនេះស័យដួងខានិយាយថាទៅពីត្បូងឃ្មុំទៅងើបតាំងពីព្រលឹមតាទៅលេងស្វាយរៀងនិយាយពីអត់ល្ងុយគ្រប់គ្នាចាឃ្លុំមួកណាចាណាអីចឹងទៅកុំឲ្យឆ្លងប្រាសាយគ្នាប្រាសាយលន់ម៉ាឡានបន្ទាប់មកយើងដល់ផ្លូវបត់ចូលទៅផ្ទះតឡងហើយចាបើក៏លោកជីកាត់មកនឹងដែរផ្លូវលំចឹងផ្លូវទៅផ្ទះតឡងពុកម៉ែបងប្អូនចាស្រុកស្រែសុទ្ធតែវាចូលទៅក្នុងគឺចាផ្ទះមួយសម្បូរដើមអាស័យណានៅខាងអានេះក៏ដល់ផ្លូវបាត់ចូលហើយចានេះខ្ញុំដល់ផ្ទះវឹបនេះខ្ញុំចុះទៅបើកទ្វារចាទៅរុញតាំងតដអត់សូវមានកម្លាំងទេចាបន្ទាប់មកកូនប្រសាគេចូលទៅមុនគេចាបន្ទាប់មកមានខ្មាប់ក៏ដើរមកផ្សារមករើសរៀងចាមកទិញករៀងទិញអីស្លអញ្ចឹងពុកម៉ែបងប្អូនថោកទេម្ដុំទៅ5រេបន្ទាប់មកក៏យើងបានទិញត្រីប៉ុនទៅចកាយអញ្ចឹងណាបន្ទាប់មករើសនេះរើសនោះបានហើយតែទិញមាន់ទិញអីយកមកដាក់ស្លកកោហ្នឹងនិយាយពីថាខ្ទិះជាតិហ្មងនិយាយថាអ៊ំនៅភូមិហ្នឹងខ្ញុំអត់បានទៅទេបើសួរខ្ញុំគ្រប់គ្នាចាហើយអ៊ំថាត្រូវឲ្យខែហ្នឹងគាត់និយាយថាករៀងលាស់ល្អមែនតើខែហ្នឹងបងប្អូនស្លកកោអ្នកស្វាយរៀងកោគេកកោកដៀងអត់ដែរហូបไปលើកទី1មែនចាអូមកចិត្តណាចាម៉ូតូអាគប់មួយជីកគ្នា3នាក់ចាទៅផ្សារនិយាយពីថាខេត្តស្វាយរៀងវិញមិនខ្វះបន្លែទេមានដើមត្រាវមានតកួនមានតកៀតមានច្រាច់មានអីចឹងគ្រប់សពបែបយ៉ាងបន្ទាប់មកយើងមកដល់ផ្ទះព្រោះស្អាតគេចង់រឹងដេកលេងអញ្ចឹងណាចាដល់បន្ទាប់មកមើលទេសភាពជុំវិញផ្ទះផងមានជីមានម្ទេសមានក្រូចមានត្រប់មានលហុងខ្វងមានលហុងអញ្ចឹងណាហើយនេះខ្ញុំក៏ដើរមើលទេសភាពបន្លែផ្ទះតឡងចានេះខ្ញុំបេះត្រប់មួយប៉ាត់ចាហ្នឹងហើយដើម្បីយកទៅស្លកកោយើងត្រប់ធម្មជាតិដាំនៅក្បែរផ្ទះបន្ទាប់មកនេះខ្ញុំកាត់ចក្រីយកទៅហាន់ទៀតចាកាត់ចក្រីល្អមែនតើចក្រីធម្មជាតិហើយបន្ទាប់មកយើងកាត់បានមកក៏យើងសសបកវាចេញក៏ដើរមកកន្លែងអញ្ចឹងណាខ្មាប់គេដើរបែបបន្លែលឹកបាសស្លឹកងប់លឹកសើម៉ៅម្រះព្រៃអីចឹងនិយាយរួមទៅឲ្យតបានយកទៅស្លទៅមិនចេះខ្វះបន្លែនៅស្រុកស្រែយើងមិនបាច់ចាំរត់ទៅណារត់ចាប់បាច់រត់ណានេះខ្ញុំទៅលើកចក្រានលើកអីចឹងណាពីចក្រាននោះធ្ងន់មែនតើបន្ទាប់មកខ្មាប់ក៏បានចាត់ការបេះទួយបេះលឹកសើម៉ៅបេះអីទៅនេះខ្ញុំក៏យករឹងលេមានសាច់មាន់មានចក្រីមានអីចឹងសាច់ជ្រូកសាច់អីមានម្ទេសមានអីនិយាយពីថាទេសភាពនៅជុំវិញនោះនិយាយពីថារៀបនឹងស្លភ្លៀងមកមេឡើងម្ចាស់ដៃតែម្ដងចារត់ចូលមកលុកជ្រឹកលាន់បន្ទាប់មកក៏យើងចាប់ដើមភ្លៀងរាំងក៏យើងចាប់ដើមទៅស្លវិញម្ដងទៅភ្លៀងនៅទៅភ្លៀងរហូតនឹងទៅស្វែងរឿងនិយាយពីថាទៅចាក់ទៅជុំមែនតើមិនឆ្លាស់ឲ្យចេះតែភ្លៀងបន្ទាប់មកខ្មាប់យកកដៀងវាមកបុកចាបុកហើយយើងដាក់នៅឆ្នាំងពូតទឹកអំបិលទឹកអីចេញជាតិល្វីងសិនហើយនេះខ្ញុំកាច់អីបកាត់ភ្លើងចាជួយគ្នាសាមគ្គីគ្នាម្ដាយមួយជើងម្នាក់បានចាប់បានហូបចាតែអស់នឹងកាប់អត់នេះសោះក៏កដៀងយើងក៏បានបុកហើយយកមកច្របាច់ទឹកអំបិលទឹកអីហើយបានមកអ៊ំហ្នឹងទៅឡងគាត់ជួយចាគាត់ជួយប្រាប់នេះប្រាប់នោះថាគេស្លបែបនេះស្លអញ្ចេះច្របាច់ដាក់អំបិលដាក់អីដើម្បីឲ្យចេញជាតិល្វីងមិនយកកដៀងទៅស្លមកឯណាយកទៅស្លទៅច្របាច់ទឹកអំបិលទឹកអីចេញជាតិពុលចេញជាតិល្វីងសិនបានបាត់ល្វីងតិចដូចលឹកម្រះព្រៃអញ្ចឹងណាបន្ទាប់មកនេះខ្ញុំបង្កាត់ភ្លើងខ្មាប់គាត់រៀងភ្លៀងបន្លែច្បុកបន្លែទិញ10ដុំជាងដល់សមបន្តិចដល់ខ្សែវីត្រូមហើយបន្ទាប់មកនេះខ្ញុំក៏ច្រាំប្រហុកច្រាំអីភ្លើងយើងក៏បានឆេះចាហើយមកអ៊ំក៏មកជួយបុកថែមទៀតថាតិចទៅទិញគេថែមហើយនេះខ្ញុំក៏ហាន់ចក្រីចុះហាន់ចក្រីឡើងតាំងជាចាក់ក្បាលឆក់ហ្នឹងចាហើយគឺហាន់បានច្រើនមែនតើក៏បាត់មិនសូវមុតទេថ្ងៃហ្នឹងបន្ទាប់មកអ៊ំគាត់ពូតហើយខ្ញុំក៏ហាន់ចក្រីតែមួយនេះមុខមើលមិនយល់ទេប៉ុន្តែប៉ាន់ហាងពីមាត់អត់ហាន់ទៅអត់ឲ្យដាក់มันគ្មានណាគេយកទៅប្រពន្ធហ្នឹងមកគ្មានដីទេឃើញជាមួយនឹងប្រញាំពួកនេះវាបញ្ហាឈ្នានយើងឃើញយើងស្អាតតិចមិនបានទេឈ្នានយើងថាប្រអាប់យើងពីមុខពីក្រោយចាបន្ទាប់មកយើងខាន់ចក្រីហើយយើងយកដាក់ក្នុងត្បាល់ទៅណាដាក់ម្រេងដាក់ម្រេងដាក់ស្អីគេលឿងនោះល្មៀតចា
ผมបន្ទាប់មកយើងបុកយើទៅចាបុកយើអញ្ចឹងចាបុករៀងយូរដែររំម៉ត់បុកកឹបហើយខ្មាប់ក៏កាប់សាច់បដាអញ្ចឹងណាចាប់បានញ៉ាំយើងទៅដល់នោះគឺរៀងថ្ងៃដែរកំណត់គ្នាស្លោទៅដល់ទៅផ្សារស្លោពឹប Oh my god ចាអាអូនលេងខ្ញុំហ្នឹងវាត្រប់មកចលើក៏បន្ទាប់មកម៉ាក់យាយគាត់មកនិយាយតែបដាតិចតួចប្រាប់ថាតែគេធ្វើចេះអញ្ចឹងណាក៏បន្ទាប់មកខ្មាប់ក៏ដាក់ស្នាំងពងខ្ទឹមលីងគ្រឿងចាពងខ្ទឹមលីងគ្រឿងហើយនេះខ្ញុំក៏នៅពីក្រោយឆ្អល់វាថ្ងៃឆ្លោឲ្យតែធ្វើចេះប្រាប់វាខ្លាចវាស្លោស៊ីមិនឆ្ងាញ់ចាក៏បន្ទាប់មកយើងកូរគ្រឿងក្លោកកូរយើងស្លោបែបហ្នឹងកូរសាច់ជ្រូកសាច់មាន់ជាមួយគ្រឿងដាក់ដើម្បីវាឆ្អិនទៅចាក់ទឹកមួយងាស់បន្តិចទៅចាហើយចាក់ទឹករួចជាស្រេចហើយក៏ដាក់ឲ្យពុះដាក់បន្លែដាក់អីមកចាពុះសាច់យើងរៀងឆ្អិនហើយដាក់ប៊ីចេងស្ករទឹកត្រីថែមតិចពីលើទៀតមកបានបន្ទាប់មកក៏យើងបងបន្លែបងអីចូលចាកកូរយើងគឺធ្វើបែបហ្នឹងឯងបើចង់ធ្វើតាមក៏ធ្វើហូបទៅមិនសំខាន់ថ្ងៃហ្នឹងមានថ្នោតទៀតពុកម៉ែបងប្អូនអើយដាក់ថ្នោតដាក់អង្ករលីងដាក់អីនិយាយថាមួយឆ្នាំងនឹងបបញ៉ាំ5គ្រួសារបន្ទាប់មកក៏យើងយកកាទៀងយើងមកដាក់កាទៀងយើងដាក់កាទៀងហ្នឹងដាក់ច្រើនហើយថែមទឹកហើយក៏បាត់ក្របមកទៅធុះសិនទៅចាមើលទេសភាពយើងលឿនមែនតើនិយាយថាឲ្យពុះបានបងបន្លែកកូរយើងចាតែតានថ្ងៃនេះបានមកលេងនៅស្វាយរៀងស្លកកូរកាទៀងឥឡូវបានឆ្អិនហើយខ្មាប់ឆ្ងាញ់យើង8ថ្ងៃហ្នឹងណាចាដាក់ថ្ងៃមកប្រកាន់អស់នេះដាក់តែឆ្ងាញ់នេះលើកទៅស៊ីបាយឃ្លានបាយទៅមកពីតលេផងទៅស្រុកមកហើយក៏សឡកកោយើងបានឆ្អិនខ្មាប់ឌូដាក់ចានចាឌូដាក់ចានយតនាដាក់ហូបជុំគ្នានឹងតែឯងចាឆ្អិនតែម្ដងនិយាយថាតំណងមែនតែនបន្ទាប់មកហាន់ម្ទេស4-10គ្រាប់ចឹងដាក់ចានទឹកត្រីទៅដាក់ចានទឹកត្រីនឹងញ៉ាំតែវាទេមានអាណាគេញ៉ាំទេចាចាហើយក៏បន្ទាប់មកញ៉ាំជុំគ្នាទៅចារាប់អានគ្នាដូចបងប្អូនចឹងម្នាក់ម្ដងវិលជុំចាខ្មាប់ឌូមុនគេហើយក៏បានហូបចឹងណាប៉ុន្តែឌុកភ្លាមហូបមិនតាន់ទុកឲ្យត្រជាក់សិនមើលម្ទេសវាអ្នកណាដែលមិនខ្លាចចាស៊ីយ៉ាងហ្នឹងវាដាក់មួយម៉ាត់ហើយថែមមួយម៉ាត់ទៀតវាគ្មានតាពីទេវាលេបយកតែម្ដងចានេះខ្ញុំក៏បានហូបដែរចាឆ្ងាញ់មែនតើនិយាយវិជីឡានពីស្វាយរៀងទៅស្វាយរៀងចាបន្ទាប់មកញ៉ាំជុំគ្នាតែម្ដងចានៅសុកស្រែចកាយើងហ្នឹងចាត្រេះតឡងចាពេលខ្ញុំធ្លាប់ទៅឆ្នាំទៅមួយហើយទៅនឹកឃើញហើយមិនដែលចោលទេក៏កោកទៀងនិយាយពីថាឃើញហើយស្រក់ទឹកមាត់និយាយពីថាខ្មាប់វាស៊ីថ្ងៃហ្នឹងមួយឆ្នាំហ្នឹងពួយតាវាទេចាស្លោតាវាស៊ីតែខ្លួនវាអីតែខ្លួនវាមើលម្ទេសពុកម៉ែបងប្អូនមិនសម្ដែងទេវាហូបពិតតែម្ដងចាចៃដល់ណាម្ទេសនោះវាមិនសូវហឹលទេណាបន្ទាប់មកយើងញ៉ាំឆែជុំគ្នាចឹងក្រែចាញ៉ាំតែ3នាក់បងប្អូនហ្នឹងចាហើយញ៉ាំសบายបងប្អូនបន្ទាប់ពីញ៉ាំស្លកកូកណ្ដៀងហើយយើងក៏មិនភ្លេចដែរជាមួយនឹងគូស៊ីនេរីចាគឺថាឯកទេសរកស្ត្រីគឺថាពូកែខ្លាំងមែនតើចាសម្រាប់បងប្អូនណាដែលមករដូវមិនទៀងជិះចាប់ឲ្យមករដូវអីហ្នឹងសាក់ខ្ញុំបប្រាជាមួយនឹងគូស៊ីនេរីគឺថាអបប្រាខ្លាំងមែនតើចាឯកទេសរកស្ត្រីណាហើយនឹងខ្ញុំភ័យទី3បងប្អូនប្រកាសជាឆ្ងល់ហើយមិនកញ្ញាគូស៊ីនេរីចាពេលដែលខ្ញុំញ៉ាំទៅគឺឡើងដើមទ្រូងចាតឹងណែដូចកំមុំអញ្ចឹងបាទអត់ជឿទេនេះខ្ញុំញ៉ាំឲ្យបងប្អូនមើលចាអ្នកការកេតកានចាបងប្អូនណាដែលមានរោគស្ត្រីកុំភ្លេចទិញប្រាទៅអត់គ្នាបាយ